សូមជូនរឿងជាតិខ្លាធំកាលពីព្រេងនេះមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យសម្បត្តិនៅនគរមួយមានអគ្គមហេសីជាចំស្ត្រីមានមន្ត្រីចតុស្ដម្ភ4នាក់មានហោរា1នាក់ជាតំណាងព្រះនេត្រព្រះកាយព្រះអង្គមានមន្ត្រីនិងស្រីស្នំជារាជបរិវារពេញកិត្តិយសជាម្ចាស់ផែនដីតាមព្រះរាជប្រពៃណីអំពីបុរាណរៀងមកប៉ុន្តែព្រះមហាក្សត្រនិងចតុស្ដម្ភ4នាក់ពុំបានរៀនវេទមន្តខាងការពិជ័យសង្គ្រាមដោយព្រះរាជមុនមកឡើយព្រះអង្គតែងព្រួយបារម្ភនឹងព្រះមហានគរជាអនេកដោយព្រះរាជានុភាពរបស់ព្រះអង្គចេះតែទុនទាបចោះទៅគោរំពឹងថាបើប្រសិនជាមានសឹកសត្រូវចូលមកលុកលុយដណ្ដើមព្រះនគរអញមុខជាព្រះនគរនឹងបានទៅក្នុងកណ្ដាប់ដៃនៃបច្ចាមិត្តដោយងាយពុំខានឡើយថ្ងៃមួយវេលាម៉ោង8ព្រឹកព្រះអង្គទ្រង់យាងចេញកាន់ចុងព្រះរាជរោងដោយមានព្រះអគ្គមហេសីគង់ឯបណែបជិតព្រះអង្គហើយដោយមានហោរាចតុស្ដម្ភ4នាក់និងមន្ត្រីឯទៀតក្រាបបង្គំគាល់តាមធម្មតាពេលនោះទ្រង់ភ្ញាក់ប្រតិយចង់ទៅរៀនសិលសាស្ត្រក្នុងសំណាក់អាចារ្យទីស្វាភិមកឯនគរកតសិលាទ្រង់គូជំនុំជាមួយព្រះអគ្គមហេសីគូសុំតាមទៅផងឯហោរានិងចតុស្ដម្ភទាំង4នាក់នោះក៏សុំតាមហែព្រះអង្គទៅដែរដើម្បីនឹងរៀនមន្តវិជ្ជាឲ្យជំនាញដើម្បីរក្សាព្រះនគរព្រះអង្គគូទ្រង់ព្រះរាជានុញ្ញាតជំនុំស្រេចហើយមានថ្ងៃមួយព្រះអង្គនាំអគ្គមហេសីហោរានិងចតុស្ដម្ភ4នាក់ចេញចាកព្រះនគរគម្រប់7ថ្ងៃដល់នគរកតសិលាបានជួបនឹងអាចារ្យទីស្វាភិមកក៏សូមរៀនសិលវេទមន្តអាចារ្យទីស្វាភិមកទទួលភារៈបង្រៀនព្រះអង្គព្រះអគ្គមហេសីនិងហោរាព្រមទាំងចតុស្ដម្ភបានរៀនចេះចប់សពគ្រប់ទោះនឹងចងខ្លែងខ្លួនជាសត្វដេរឆានឬជាយក្សកន្ធូបសុបណ្ណាក៏បានដោយងាយរៀនចេះចប់ស្រេចស្ដេចសុំលាលោកអាចារ្យវិលត្រឡប់មកព្រះនគរវិញអាចារ្យក៏អនុញ្ញាតព្រះរាជានិងព្រះអគ្គមហេសីបានធ្វើព្រះរាជដំណើរត្រឡប់មកវិញព្រមដោយហោរានៅចតុស្ដម្ភ4នាក់ទ្រង់ចេញចាកក្រុងកតសិលាមកបាន3ថ្ងៃហេតុតែផលកម្មនាំឲ្យអុកវិញផ្លូវទ្រង់យាងត្រាយកាត់ព្រៃអស់ស្បៀងអាហារសោយតែមើមឈើនិងផ្លែឈើព្រះរាជាទ្រង់សោយព្រះជន្មទ្រង់គោជំនុំគិតជាមួយហោរាចតុស្ដម្ភ4នាក់ព្រមទាំងព្រះអគ្គមហេសីថាឥឡូវនេះយើងជិតដល់នៅការអស់អាយុសង្ខារគ្រប់គ្នាហើយព្រោះគ្មានអាហារនិងចិញ្ចឹមជីវិតតើអស់លោកយកខេកដូចម្ដេចហោរាទូលព្រះអង្គថាទូលព្រះបង្គំជាខ្ញុំយល់ឃើញថាមន្តវិជ្ជាដែលយើងបានរៀនមកសឹងចេះសពគ្រប់ដូចគ្នាហេតុនេះបើក្រឡាខ្លួនជាខ្លាធំហើយនឹងចាប់សត្វឯទៀតធ្វើជាអាហារទម្រាំតែទៅដល់ព្រះនគរសឹងកាឡាខ្លួនជាមនុស្សវិញក៏បានព្រះរាជាព្រះអគ្គមហេសីនៃចតុស្ដម្ភក៏ព្រមតាមហោរាទ្រង់មានព្រះរាជបន្ទូលថាឥឡូវរូបខ្លាទាំងមូលនេះលោកណាត្រូវការក្រឡាខ្លួនធ្វើជាអ្វីចតុស្ដម្ភសូមធ្វើជាជើងខ្លាទាំង4ហោរាសូមធ្វើជាកន្ទុយព្រះអគ្គមហេសីសូមធ្វើជាខ្លួនខ្លារូបខ្លាទាំងមូលនេះខេងនៅសល់តែក្បាលគឺតួព្រះមហាក្សត្រជំនុំរួចស្រេចក៏សូត្រមន្តវិជ្ជាការក្រឡាខ្លួនកើតជាព្យាខរាជស្ដេចខ្លា
បានដោយសេចក្តីប្រាថ្នាស្ទុះបោចេញចាប់សត្វប្រើសក្តានជាអាហារលូកំឡុងទៅក៏កើតមានសេចក្តីសប្បាយភ្លេចរីកសម្បត្តិនិងព្រះមហានគរពុំស្ដាយសោះហេតុនេះបានជាសត្វខ្លាមានកម្លាំងខ្លាំងជាងសត្វឯទៀតហើយសត្វខ្លានេះកាលនឹងចាប់សត្វជាអាហារគឺដឹងដោយសារកន្ទុយជាមុនព្រោះជាហោរាដងខ្លួនដែលទន់គឺព្រះអគ្គមហេសីជាស្ត្រីភាពឯក្បាលដែលមើលឃើញសម្បើមអស្ចារ្យគឺតួអង្គព្រះមហាក្សត្រដែលមានមហិទ្ធិឫទ្ធិជាងគេទាំងអស់ឯជើងទាំង4ដែលមានកម្លាំងខ្លាំងហើយមានក្រចកមុតគឺចតុស្ដម្ភទាំង4សុភាសិតខ្មែរថាប្រហែសបានប្រយ័ត្នគង់